សួស្តីបងប្អូនគ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងគ្នាអំពីរបៀបធ្វើការផ្លាស់ប្ដូរលេខសម្ងាត់នៅក្នុងគណនី Facebook អញ្ចឹងនៅក្នុងវីដេអូទី1គឺបងប្អូនគ្នាចូលដើម្បីផ្លាស់ប្ដូរលេខសម្ងាត់ក្នុង Facebook បានគឺអ្នកគ្នាចូលមកកាន់សញ្ញាត្រី3នេះមកចាំបងប្អូនគ្នាចូលមកកាន់សញ្ញាត្រី3បន្ទាប់នេះអ្នកគ្នាចុចធ្វើការទៅលើ setting តាមនេះគឺបងប្អូនគ្នា scroll ចុះក្រោមចុចយក account center តាមនេះបងប្អូនគ្នាចុចលើទៅពាក្យ password and security បន្ទាប់នេះគឺយើងធ្វើការចុចពាក្យថា change password តាមនេះយើងចុចលើ account Facebook របស់យើងហ្នឹងបន្ទាប់នេះគឺយើងដាក់លេខសម្ងាត់ចាស់នៅក្នុងនេះ current password នេះគឺយើងដាក់លេខសម្ងាត់ចាស់ហើយលេខសម្ងាត់ហ្នឹងវាត្រូវមានយ៉ាងហោចណាស់ក៏មាន6ខ្ទង់ដែរបងប្អូនគ្នា6ខ្ទង់ហ្នឹងយើងមានជាលេខជាអក្សរហើយមានសញ្ញាដុល្លារឬសញ្ញា add ឬសញ្ញាភាគរយអញ្ចឹងណាឬក៏សញ្ញាដុល្លារអញ្ចឹងទៅអញ្ចឹងមកថាបងប្អូនដាក់គ្នានេះ password ចាស់បងប្អូនគ្នាចឹងមក password ចាស់បងប្អូនមានឧទាហរណ៍ទៅវាយថា love អញ្ចឹងមកឧទាហរណ៍អញ្ចឹងណាlove st អញ្ចឹងមកហើយមានសញ្ញាចឹងបងប្អូនអាចសញ្ញា add ក៏បានសញ្ញាដុល្លារក៏បាននេះ password ចាស់ណាបាទតើយើងមានលេខទៀតណាអញ្ចឹងបន្តទៀតនេះ password ថ្មីអញ្ចឹង password ថ្មីគឺយើងហោចណាស់ឲ្យបាន6ខ្ទង់ដែរដូចគ្នាហ្នឹងបងប្អូនគ្នាអញ្ចឹង password ថ្មីគឺយើងដាក់មកបងប្អូនគ្នា password ថ្មីគឺយើងអាចដាក់ចូលមកប៉ុន្តែ password ថ្មីហ្នឹងគឺគេឲ្យដាក់ដូចជា password ចាស់ទេណាយើងអាចខុសបន្ទុយមួយទៅអញ្ចឹងមកអញ្ចឹងគេចុចពាក្យថា change password ទៅអូខេហើយប៉ុន្តែអានេះយើងត្រូវចាំ password ចាស់ដែរណាមិនយើងអាចដូរបានបើសិនជាក្នុងករណីបងប្អូនភ្លេចទៅលើ password ចាស់នេះយើងចង់យើងអត់បានចាំទៅលើ password ហ្នឹងបងប្អូនអាចចុច forget បានទេ forget password ចឹងមកបន្តទៀតគឺវាឲ្យយើងផ្ញើទៅ email ហើយនេះផ្ញើទៅ email ឬក៏លេខទូរស័ព្ទចឹងណាបើសិនបើ Facebook របស់យើងប្រើភ្ជាប់ជាមួយនឹងលេខទូរស័ព្ទវានឹងផ្ញើ message ទៅលេខទូរស័ព្ទហើយយើងយកលេខកូដដែលក្រុមហ៊ុន Facebook ផ្ញើទៅហ្នឹងយកមកបញ្ចូលមកគឺយើងអាចផ្លាស់ប្ដូរបានហើយបើសិនយើងប្រើ email គឺវា load ទៅលេខសម្ងាត់ហ្នឹងទៅលើ email អញ្ចឹងចុច continue មកគឺបានហើយអញ្ចឹងមានតែប៉ុណ្្នឹងទេបាទអញ្ចឹងនៅពេលដែលយើងចុច change អញ្ចឹងមកចុច OK ហើយតែប៉ុណ្្នឹងទៅរួចហើយនៅក្នុងករណីបងប្អូនចាំទៅលេខ password ណាតែបើយើងអត់ចាំទេចុចលើ forget password ហ្នឹងទៅខ្ញុំបង្ហាញមិញទៅវីដេអូនេះមានតែប៉ុណ្្នឹងទេចង់បង្ហាញបងប្អូនគ្នាកុំភ្លេចចុច like និង subscribe ញ៉ាំមួយផងជួបគ្នានៅវីដេអូថ្មីបន្តទៀតជំរាបលា